bắt cái này ở admin ban mà đòi chụp mồm trên khăn một tiết thời mà trăm khai chạy đá mà cứ chạy chăn sầm rất bàn mà hết rất miên chi bà startនៅវត្តថ្មរៀបបានហើយដោយសារតែថ្ងៃនេះadminមកបញ្ញាប់ពេកចៅអធិការគាត់លោកគ្រូគាត់នៅគង់នៅឡើយសឹងនៅក្នុងគាត់ចឹងអត់បានជួបលោកគ្រូទេបាទអញ្ចឹងសូមធ្វើវីដេអូអញ្ចឹងតែម្ដងទេបាទហើយបាទសោកស្ដាយដែលមិនបានជួបទៅបាទសូមសួរប្រវត្តិរបស់វត្តហើយនិងប្រវត្តិរបស់ទូកបាទហើយadmin ក៏មិនដឹងដែរបាទនេះគឺច័ន្ទសំរិទ្ធមហិទ្ធិឫទ្ធិមានជ័យបាទគឺជាស្ដេចនាគបាទហើយចំណែកឯចៅច័ន្ទសំរិទ្ធមហិទ្ធិឫទ្ធិមានជ័យនេះគឺជានាងមច្ឆាបាទក៏មិនដឹងថាមានប្រវត្តិយ៉ាងណាដែរអញ្ចឹងតតែថ្ងៃណាតំណេ admin មកម្ដងទៀតបាទហើយបើតាមពិភាក្សាទៅលើឈ្មោះរបស់ទូកនោះគឺដាក់ថាច័ន្ទសំរិទ្ធមហិទ្ធិឫទ្ធិមានជ័យនឹងគឺជាឧទាហរណ៍ថាដូចជាជីតាហើយចំណែកឯមកដាក់ថាឈ្មោះថាចៅច័ន្ទសំរិទ្ធនេះប្រៀបដូចជាចៅហើយបាទអញ្ចឹងបាទប្រហែលជាអញ្ចឹងហើយបាទហើយ admin ក៏មិនហ៊ានថាមិនដែរបាទគ្រាន់តែសន្និដ្ឋានថាអញ្ចឹងទេហើយបាទនៅពេលដែលមកបើតាមខ្ញុំដឹងហ្នឹងគឺពេលដែលមកជួបនឹងតាម៉ៅមានរិទ្ធបាទនៅមុខវត្តថ្មរៀបនេះតែម្ដងបាទគឺបងចាញ់តាម៉ៅមានរិទ្ធបាទគួរសោកស្ដាយដែរបាទបែរជាធ្លាក់លបឿនបន្តិចបាទនៅពេលហ្នឹងហើយខ្ញុំលើថាប្រហែលជាវត្តថ្មរៀបបាទនឹងទទួលបានទូកថ្មីចំនួន2ទៀតនៅក្នុងឆ្នាំថ្មីនេះបាទមិនដឹងថាស្រោមទៅតាមដូចជាពាក្យលើនឹងដែរឬទេបាទសង្ឃឹមថាបានចឹងចុះបាទសូមបញ្ជាក់ថាវត្តថ្មរៀបបាទស្ថិតនៅខាងកើតបាទស្រុកព្រៃប្រសពសាលាស្រុកព្រៃប្រសពតែម្ដងបាទមកវត្តទី1និងវត្តទី2នេះគឺមកដល់វត្តថ្មរៀបតែម្ដងហើយបាទហើយដោយសារតែខ្ញុំមិនសូវជាអ្នកនៅតំបន់ហ្នឹងទេអញ្ចឹងខ្ញុំមិនដឹងថាប្រវត្តិយ៉ាងម៉េចដែរទេបាទគ្រាន់តែដឹងថាទូកហ្នឹងស្ថិតនៅវត្តថ្មរៀបហ្នឹងបាទពុកម៉ែបងប្អូនបានស្គាល់ពីប្រវត្តិទូកអីបាទសូមជួយខមមិនប្រាប់ពីប្រវត្តិផងបាទជាពិសេសបាទគឺទូកនេះខាងស្ដាំដៃនេះបាទគឺឈ្មោះថាច័ន្ទសំរិទ្ធមហិទ្ធិឫទ្ធិមានជ័យបាទមិនដឹងថាប្រវត្តិយ៉ាងម៉េចដែរទេបាទខ្ញុំធ្លាប់ស្គាល់តែចៅច័ន្ទសំរិទ្ធនេះទេបាទដែលជាទូកល្បីល្បាញបាទក្នុងពេលបច្ចុប្បន្ននេះបាទដូចជាគ្មានអ្វីតទៅមុខទៀតទេបាទអញ្ចឹងខ្ញុំសូមធ្វើវីដេអូតែប៉ុណ្្នឹងទេបាទសូមអរគុណបាទអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូរបស់យើងខ្ញុំកន្លងមកបាទនឹងបន្តគ្រប់គ្រងបន្តទៀតបាទសូមអរគុណ